សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំមុខម្ហូបពិសេសដែលអ្នកទាំងអស់គ្នាចូលចិត្តហូបដូចជាខ្ញុំដែរអ្នកទាំងអស់គ្នាឃើញទេតែនេះគឺជាអ្វីពិសេសបងប្អូនខ្មែរគឺគាត់ចូលចិត្តហូបមែនតែនមុខម្ហូបមួយមុខនេះថ្ងៃនេះខ្ញុំបានម្ហូបពិសេសគឺបុកល្ហុងហូបជាមួយនំបញ្ចុកគឺមានសណ្តែកគួរប៉េងប៉ោះត្រប់ស្រួយល្ហុងហើយនិងការ៉ុតស្ពៃក្តោបមាននំបញ្ចុកបន្ទាប់មកគឺមានក្តាមជ្រក់ហើយទឹកត្រីស្ករសប៊ីចេងក្រូចឆ្មាហើយនិងកាពិអំពិលទុំបន្តិចខ្ទឹមសនិយាយពីថាតំណងទេអ្នកទាំងអស់គ្នាចង់ញ៉ាំដែរអត់រសជាតិគឺកប់សេរីតែម្ដងណាចាញ៉ាំតំណងទេតំណងដែរគិតមិនដែរអូដឹងតែផ្អែមមាត់មកថ្ងៃណែចាប់ដើមបុកគ្រឿងញ៉ាំដាក់ប៉េងប៉ោះចូលឆ្ងាញ់ណាស់បុកល្ហុងមួយពីមួយច្របល់គោមកកាក់សេរីមកឆ្ងាញ់ខ្លាំងឆ្ងាញ់បាត់ហើយពេលនេះគួរចង់ញ៉ាំទេទាំងអស់គ្នាតំណងអត់នេះអូញ៉ាំមីអ្នកទាំងអស់គ្នាណែឆ្អិនណែអូឆ្អិនឆ្លំឆ្អិនណែមិនអ្នកទាំងអស់គ្នាភ្លក់នេះអូយឆ្ងាញ់នេះអូយតំណងនេះភ្លក់នេះអ្នកបន្តិចនេះញ៉ាំមីយីវ៉ាន់ច្រៃកាល្អមែនចាតបចុកចាំមកអញនេះអញភ្លក់ម៉ាត់មកឆ្ងាញ់ប៉ុន្មាននេះដាក់អ្នកម៉ាត់បងអូនឆ្ងាញ់ណាស់ភ្លក់ទាំងអស់គ្នាមួយឆ្ងាញ់ប៉ុន្មាននេះអូយតំណងអ្នកអស់គ្នាដាក់អ្នកម៉ាត់នេះអូយតំណងនេះទាំងអស់គ្នាអូយនេះកប់សេរីតែម្ដងអូយញ៉ាំមីឆ្ងាញ់ខ្លាំងណាស់បុកល្ហុងហល់តិចហងហ្នឹងណាឆ្ងាញ់មិនទៅនេះមើលភ្លក់មើលឆ្ងាញ់មែនជាមួយខ្ញុំហូបឲ្យមើលឲ្យលឺចាំមើលញ៉ាំ